របៀបធ្វើទឹកប្រហុកសម្រាប់យកទៅបុកល្ហុងពីហាងរបស់ខ្ញុំសម្រាប់បងប្អូនដែលជួយចិត្តរសជាតិទឹកប្រហុកខាងហាងខ្ញុំបងប្អូនអាចមើលវីដេអូនឹងបានហើយយកទៅរៀនធ្វើខ្លួនឯងក៏បានដែរសម្រាប់គ្រឿងផ្សំយើងមានដូចជាម្នាស់1ផ្លែស្ករក្រហម1គីឡូកាពិ4ខាំប៊ីចេងកន្លះគីឡូខ្ទឹមស3ខាំហើយប្រហុកយើងប្រើប្រហុកអង្ករលីងយើងដាក់4គីឡូហើយនឹងទឹកសុទ្ធ3លីត្រហើយសម្រាប់របៀបធ្វើជាដំបូងគឺយើងត្រូវយកម្នាស់ហើយនឹងខ្ទឹមសយកវាទៅលីងយកវាលីងឲ្យវារាងឡើងឈ្ងុយហើយយើងលីងវាប្រហែលជា4-5នាទីអីមកយើងវាឡើងឈ្ងុយហើយអញ្ចឹងយើងដាក់ស្ករក្រហមចូលទៅពីដាក់ស្ករក្រហមចូលហើយយើងកូរស្ករក្រហមហ្នឹងឲ្យវារាងអាលាយតិចមកយើងកូរវាឲ្យវារាងអាលាយតិចមកយើងដាក់កាពិចូលហើយបន្ទាប់មកយើងកូរកាពិហើយនឹងស្ករក្រហមហ្នឹងឲ្យវាលាយចូលគ្នាហើយឲ្យវារាងឡើងពណ៌ក្រហមដើម្បីឲ្យវាឈ្ងុយល្អនេះឲ្យវាឡើងពណ៌ក្រហមបែបនេះបន្ទាប់មកយើងចាក់ប្រហុកយើងចូលហើយយើងកូរវាបន្តិចមកយើងដាក់ប៊ីចេងហើយយើងកូរវាតិចហើយភ្លើងយើងអត់ប្រើខ្លាំងទេយើងប្រើល្មមបានហើយយើងតកូរវាឲ្យឡើងពុះបែបនេះយើងដាក់គល់ស្លឹកគ្រៃចូលម្ដុំដើម្បីឲ្យវាកាត់ឆ្អាបហើយយើងពេលដែលវាពុះហើយគឺយើងដាក់ទឹកចូលបានហើយបងអូនហើយពេលវាឡើងពុះដបងគឺទឹកប្រហុកវាឡើងពពុះបែបនេះអញ្ចឹងយើងបន្តកូរវារហូតដល់វាលាយសាច់ត្រីអស់ហើយឲ្យវាអស់ពពុះបែបនេះហើយវារីងទឹកមកល្មមគឺវាហើយបងអូនយើងអាចយកមកប្រើបានហើយបន្ទាប់មកយើងយកវាទៅត្រងយកកាកហើយនឹងឆ្អឹងចេញសម្រាប់បងអូនដែលចង់បានឲ្យវារាងទឹកប្រហុករាងខាប់មានសាច់ត្រីលាយឡំក្នុងនឹងអីមិនបាច់យកកត្រងដែលញឹកពេកទេសម្រាប់ខ្ញុំយកកត្រងដែលញឹកដោយសារខ្ញុំអត់ចង់បានឲ្យវាខាប់ពេកទេហើយកត្រងដែលញឹកវារាងពិបាកត្រងតិចដោយសារវារាងខាប់វាមានសាច់ត្រីហើយកនលីងក៏អីនៅក្នុងនឹងអញ្ចឹងវារាងពិបាកត្រងអញ្ចឹងយើងបន្តកូរវាឲ្យវាស្រក់ទឹកឲ្យអស់មកយើងយកកាកវាចោលហើយទឹកប្រហុកយើងហើយជាការស្រេចឲ្យបងអូនសម្រាប់ពណ៌សម្បុរហើយរសជាតិវិញគឺថាឲ្យអ៊ូយហ្មងហើយសម្រាប់ក្លិនវិញបងអូនអានឹងវាអាស្រ័យលើប្រហុកដែរប្រហុកខ្លះក៏វាឈ្ងុយល្អប្រហុកខ្លះអត់សូវឈ្ងុយក៏វាទៅតាមនឹងដែរហើយឥឡូវក៏យើងមានច្រកជាដបលក់ដែរបងអូនសម្រាប់បងអូនដែលខ្ជិលធ្វើខ្លួនឯងអីបងអូនអាចកម្មង់ពីយើងទៅបានណាយកទៅញ៉ាំបានហើយយកទៅរៀនបុកល្ហុងខ្លួនឯងនៅផ្ទះក៏បានដែរបងអូនជាវិថារសជាតិវិញគឺឲ្យអ៊ូយហ្មងហើយយើងញ៉ាំដោយទំនុកចិត្តដោយសារយើងបានចំអិនត្រឹមត្រូវហើយយើងក៏អត់មានដាក់ជាតិសាទុកអីដែរបងអូនគឺញ៉ាំដោយទំនុកចិត្តហ្មងអញ្ចឹងបងអូនចង់បានអាចកម្មង់បានពីខាងយើងបានណាយើងមានច្រកជាដបលក់អូខេអរគុណ